ទន្លេមេគង្គក្រោមទន្លេបាសាក់និងទន្លេសាបបាទបងអូនប្រុសហើយអស់ម៉ោងទៅហើយមិនធ្វើទេពួកបងអូនបាន3សំណួរមិនអញ្ចឹងណាពេលស្មើតែអស់ម៉ោងក៏ដោយតែយើងនឹងមានឱកាសជួបគ្នានៅសប្តាហ៍ក្រោយជាបន្តទៀតណាបងណាហើយក៏សូមខន្តីអភ័យទោសអំពីសំណាក់បេក្ខភាពចំនួន7រូបទៀតដែលសិតតែមានសមត្ថភាពខ្ញុំជឿថាគ្រាន់តែកលាស់ដៃអត់ទាន់បាទកលាស់ដៃអត់ទាន់គេបាទហើយក៏អរគុណបាទទស្សនិកជនដែលបានអញ្ជើញចូលរួមទស្សនាហើយផ្ដល់ចម្លើយយ៉ាងសុក្រិតជូនទៅដល់បេក្ខជនចូលរួមក្នុងកម្មវិធីអ្នកនឹងខ្លាយជាសិទ្ធិលោកស្រីអ្នកនាងកញ្ញាជាទីគោរពនិងជាទីមេត្រីបាទតើបងអូនសៀងហៃនៅជាមួយខ្ញុំបាទនៅសប្តាហ៍ក្រោយឈានទៅដល់សំណួរទីប្រមាណទៅផ្ទះវិញទឹកប្រាក់ចំនួនប្រមាណសូមកុំភ្លេចរងចាំតាមដានទស្សនាកម្មវិធីអ្នកនឹងខ្លាយជាសិទ្ធិនៅសប្តាហ៍ក្រោយតែកម្មវិធីនៅក្នុងវគ្គនេះបានទទួលការឧបត្ថម្ភធំពីលោកអ្នកនឹងបានជ្រាបនៅលទ្ធផលនៃការប្រកាសចាប់ឆ្នោតនៅក្នុងកម្មវិធីរាត្រីកម្សាន្តវគ្គបញ្ចប់នៃសប្តាហ៍ក្រោយនៅក្នុងពេលនេះខ្ញុំបាទក្រុមការងារនិងបាទទស្សនិកជនទាំងអស់សូមអរគុណនិងសូមគោរពលា